ព្រះចៅអធិរាជរបស់ចិនចំនួន5ព្រះអង្គដែលសោយទីមង្គតយ៉ាងចម្លែកជាទីបំផុតនៅក្នុងប្រវត្តិសាស្ត្រនៅក្នុងពេលមួយប្រវត្តិសាស្ត្ររបស់ចិនមានរាជវង្សចំនួន83និងមានព្រះចៅអធិរាជចំនួន559អង្គនៅក្នុងចំណោមព្រះចៅអធិរាជប្រមាណជាង500អង្គនោះមានព្រះចៅអធិរាជមួយចំនួនទទួលការសោយទីមង្គតនៅក្នុងស្ថានភាពចម្លែកមែនទែនជាបន្តទៅនេះសូមអញ្ជើញលោកអ្នកទៅស្គាល់ការសោយទីមង្គតយ៉ាងចម្លែកអស្ចារ្យរបស់ព្រះចៅអធិរាជនៃប្រទេសចិនចំនួន5ព្រះអង្គចង់ដឹងទេថាតើព្រះចៅអធិរាជទាំងអស់នោះសោយទីមង្គតដោយសារតែមូលហេតុចម្លែកយ៉ាងម៉េចហើយថាតើព្រះចៅអធិរាជទាំងអស់នោះមានព្រះនាមអ្វីខ្លះនិងបានសោយរាជ្យនៅពេលណាខ្លះសូមអញ្ជើញបងប្អូនទស្សនាជាបន្ត FBCC PU 110គឺជាទឹកជ័រកៅស៊ូសម្រាប់លាបការពារជ្រាបទឹកតាមសំណង់អគារគ្រប់ប្រភេទនិងធានាគុណភាពជាប់បាន10ឆ្នាំទី1ការស្លាប់របស់ស្ដេចអ៊ូនៃនគរឈិងអ៊ីងតាងគឺជាស្ដេចសោយរាជ្យនៃនគរឈិងនៅក្នុងសម័យកាលរដ្ឋសង្គ្រាមចន្លោះឆ្នាំ475ទៅឆ្នាំ221មុនគ្រិស្តសករាជប៉ុន្តែជាទូទៅគេច្រើនតែហៅព្រះអង្គថាស្ដេចអ៊ូនៃនគរឈិងស្ដេចអ៊ូនៃនគរឈិងបានសោយទីមង្គតដោយសារតែមោទនភាពទៅលើខ្លួនឯងជ្រុលពាក់ព័ន្ធជាមួយនឹងកម្លាំងឬដែលយើងហៅសាមញ្ញថាការជឿជាក់ជ្រុលព្រះអង្គបានសោយទីមង្គតដោយសារតែឆ្នាំងស្ពាន់ធ្លាក់ពីលើដោយសារតែជឿជាក់លើកម្លាំងកាយរបស់ខ្លួនឯងខ្លាំងពេកនិងជឿថាខ្លួនឯងជាមនុស្សដែលខុសពីអ្នកដទៃមានកម្លាំងលើសអស់មនុស្សទាំងពួងសូម្បីតែในប្រវត្តិសាស្ត្ររបស់ចិននៅក្នុងសម័យកាលហានចន្លោះឆ្នាំ206មុនគ្រិស្តសករាជទៅដល់ឆ្នាំ220នៃគ្រិស្តសករាជដែលមានឈ្មោះថាសៀមាជៀនក៏បានលើកសរសើរពីកម្លាំងអស្ចារ្យរបស់ស្ដេចអ៊ូនៃនគរឈិងអង្គនេះផងដែរជាញឹកញាប់ព្រះអង្គតែងតែបង្កើតនូវកម្មវិធីមួយដើម្បីប្រកួតប្រជែងកម្លាំងហើយបរិបទជាច្រើនដែលមានកម្លាំងខ្លាំងក្លាត្រូវបានព្រះអង្គលើកតម្កើងឲ្យមានឋានៈយ៉ាងខ្ពង់ខ្ពស់នៅក្នុងរាជការរបស់ព្រះអង្គមិនតែប៉ុណ្ណោះព្រះអង្គក៏ចូលរួមនៅក្នុងការប្រកួតផងដែរនៅក្នុងឆ្នាំ307មុនគ្រិស្តសករាជស្ដេចអ៊ូនៃនគរឈិងបានប្រកួតកម្លាំងជាមួយនឹងមិត្តភ័ក្តិរបស់ព្រះអង្គដែលមានឈ្មោះថាម៉ឹងអឺនេះល្បីល្បាញណាស់ថាមានកម្លាំងខ្លាំងក្លាការប្រកួតលើកនោះគឺការលើកឆ្នាំងស្ពាន់ដ៏ធំមួយនិងមានទម្ងន់យ៉ាងធ្ងន់ប៉ុន្តែគេមិនដឹងថាទម្ងន់របស់ឆ្នាំងស្ពាន់នោះប៉ុន្មានឲ្យពិតប្រាកដនោះទេនៅពេលចាប់ផ្ដើមប្រកួតស្ដេចអ៊ូក៏បានលើកឆ្នាំងស្ពាន់នោះឡើងហើយរអិលជើងធ្វើឆ្នាំងស្ពាន់នោះធ្លាក់ចំជើងរបស់ព្រះអង្គហើយមានរបួសរហូតដល់ព្រះអង្គសោយទីមង្គតរីចំណែកឯម៉ឹងអឺវិញគ្មានកំណត់ត្រាប្រវត្តិសាស្ត្របាននិយាយថាគាត់លើកឆ្នាំងស្ពាន់នោះរួចឬក៏អត់នោះទេទី2ស្ដេចជីងនៃនគរជីងស្ដេចជាជូដឹកនាំនគរជីនជានគរមួយដែលបានកើតឡើងចន្លោះឆ្នាំ770ទៅឆ្នាំ476មុនគ្រិស្តសករាជប៉ុន្តែជាទូទៅគេហៅព្រះអង្គថាស្ដេចជីងនៃនគរជីនស្ដេចអង្គនេះមានការសោយទីមង្គតយ៉ាងចម្លែកការសោយទីមង្គតរបស់ព្រះអង្គគឺកើតឡើងនៅក្នុងបង្គន់តែម្ដងព្រះអង្គត្រូវបានគេដឹងថាបានលងនៅក្នុងរណ្ដៅបង្គន់នៅក្នុងជប់មួយព្រះអង្គយល់សប្តិអាក្រក់យ៉ាងខ្លាំងដែលធ្វើឲ្យព្រះអង្គត្រូវតែហៅហោរាដើម្បីមកទស្សទីអំពីជោគវាសនារបស់ព្រះអង្គនៅក្នុងការសោយរាជបល្ល័ង្កមួយនេះបើតាមសម្ដីរាជហោរាបានលើកឡើងថាព្រះអង្គនឹងត្រូវសោយទីមង្គតគឺមិនអាចរស់នៅរហូតដល់រដូវច្រូតកាត់ខាងមុខនេះទេចាប់តាំងពីហោរាបានទស្សទីបែបនេះមកព្រះអង្គក៏បានធ្លាក់ព្រះកាយប្រជូនជាទម្ងន់ប៉ុន្តែនៅពេលដែលរដូវប្រមូលផលស្រូវបានមកដល់ព្រះអង្គនៅតែអាចមានជីវិតរស់នៅបន្ទាប់ពីឃើញថារដូវច្រូតកាត់បានមកដល់ហើយប៉ុន្តែព្រះអង្គបែរជាមិនទាន់សោយទីមង្គតដូច្នេះព្រះអង្គក៏មានជំនឿចិត្តនៅក្នុងការរស់នៅសាជាថ្មីហើយបានបញ្ជាឲ្យគេនាំយកអង្ករស្រូវថ្មីមកធ្វើជាបបរកំពុងតែសោយព្រះអង្គក៏បានហៅរាជហោរាមកមើលការសោយរបស់ព្រះអង្គហើយបានអួតថាឯណាទៅមិនឃើញស្លាប់ហើយការព្យាកររបស់រាជហោរានោះមិនត្រឹមត្រូវទេបន្ទាប់មកបញ្ជាឲ្យគេយកហោរានោះទៅកាត់ក្បាលចោលបន្ទាប់ពីសោយបបរមិនជួបប៉ុន្មានព្រះអង្គក៏ដូចជាឈឺពោះហើយរត់ចូលទៅក្នុងបង្គន់រអិលជើងព្រះអង្គបានធ្លាក់ចូលទៅក្នុងរណ្ដៅបង្គន់ហើយក៏សោយទីបង្គន់បាត់ទៅទី3ស្ដេចអ៊ូយីនៃនគរសាងស្ដេចអ៊ូយីជាស្ដេចទី7នៃនគរសាងដែលបានកើតឡើងចន្លោះឆ្នាំ1600ទៅឆ្នាំ1046មុនគ្រិស្តសករាជព្រះអង្គត្រូវបានគេជឿថាស្លាប់ដោយសារតែការប្រហារជីវិតរបស់ទេវតាការប្រហារជីវិតនេះបានកើតឡើងក្នុងទម្រង់ជារន្ទះបាញ់បាននិយាយចំទៅព្រះអង្គសោយទីមង្គតដោយសារតែត្រូវរន្ទះបាញ់
យោងតាមកំណត់ត្រាប្រវត្តិសាស្ត្រដែលមានចំណងជើងថា The Grand Historian អូយីគឺជាស្ដេចមួយដែលមានការប្រមាថចំពោះឋានសួគ៌ខ្លាំងណាស់ព្រះអង្គតែងតែប្រឆាំងជាមួយនឹងទេវតាដោយការយកឈាមដាក់ចូលទៅក្នុងសបោងបោះទៅលើអាកាសបន្ទាប់មកទាញធ្នូបាញ់ហើយប្រកាសថាជាការបាញ់ប្រហារទៅលើឋានសួគ៌នៅមិនទាន់អស់ទេជាការយកឈ្នះទៅលើពពួកទេវតានៅលើឋានសួគ៌ព្រះអង្គបានឲ្យជាងឈើឆ្លាក់រូបពពួកទេវតាហើយបានឲ្យអ្នកស្មូនរូបយកដីឥដ្ឋមកឆ្លាក់រូបពពួកទេវតាដែលមានទំហំប៉ុនជាមួយនឹងមនុស្សបន្ទាប់មកព្រះអង្គបានដឹកនាំកងទាហានធ្វើការកាប់កំទេចទៅលើដីឥដ្ឋនិងឈើទាំងអស់នោះសកម្មភាពទាំងអស់នេះត្រូវបានប្រជាជនចិននៅក្នុងនគរសាងជឿជាក់ថាជាការប្រមាថទៅដល់ឋានសួគ៌យ៉ាងខ្លាំងមិនយូរប៉ុន្មាននៅក្នុងឆ្នាំ1113មុនគ្រិស្តសករាជនៅកំឡុងពេលដែលព្រះអង្គកំពុងតែបកបាញ់សត្វនៅក្នុងព្រៃស្រាប់តែត្រូវរន្ទះបាញ់ភ្លាមៗតែម្ដងកណ្ដាលថ្ងៃត្រង់ទី4អន្តរិសៀវដែលសោយរាជនៅនគរជីនភាគខាងកើតអន្តរិសៀវមានព្រះនាមខាងក្រៅថាស៊ឺម៉ាយ៉ាវព្រះអង្គសោយរាជនៅនគរជីនភាគខាងកើតចន្លោះឆ្នាំ327ទៅឆ្នាំ396នៃគ្រិស្តសករាជព្រះអង្គបានជួបប្រឡូកធ្វើសង្គ្រាមយ៉ាងច្រើនសមរភូមិនិងទទួលបានជ័យជំនះទៀតផងក៏ប៉ុន្តែព្រះអង្គបានជាត្រូវសោយទីមង្គលក្រោមការធ្វើឃាតរបស់អ្នកកំប្លែងម្នាក់សត្រូវធំបំផុតរបស់នគរជីនខាងកើតក៏ជាសត្រូវរបស់អន្តរិសៀវគឺជាអ្នកជំនាន់ក្រោយរបស់នគរឈីងសមរភូមិប្រយុទ្ធដ៏ធំបំផុតមួយដែលគេចាត់ទុកថាជាសមរភូមិនៃការកម្ចាត់អ្នកជំនាន់ក្រោយរបស់នគរឈីងបានកើតឡើងនៅក្នុងឆ្នាំ383គឺជាសមរភូមិដែលគេឲ្យឈ្មោះថា Wei River នៅក្នុងឆ្នាំ383នោះអន្តរិសៀវរបស់នគរជីនខាងកើតដឹកនាំកងទ័ពដែលមានចំនួនត្រឹមតែ 80000 នាក់ប៉ុន្តែអាចយកឈ្នះអ្នកជំនាន់ក្រោយរបស់ឈីងដែលមានចំនួនកងទ័ពរហូតដល់ទៅជាង 200,000 នាក់បន្ទាប់ពីសង្គ្រាមនេះបានចប់ទៅសៀវគិតថាខ្លួនអស់សត្រូវសម្រាប់ការប្រុងប្រយ័ត្នទៀតហើយចាប់តាំងពីពេលនោះមកព្រះអង្គចំណាយពេលច្រើនសាយសូរ៉ារំលេងសប្បាយជាមួយនឹងស្រីស្នំរបស់ព្រះអង្គនៅយប់មួយព្រះអង្គនៅជាមួយស្រីស្នំម្នាក់ដែលមានឈ្មោះថាចាងស្រីស្នំចាងគឺជាស្នំឯកព្រះអង្គបាននិយាយទៅកាន់ស្នំឯកអង្គនេះថានាងចាស់ហើយនាងគួរតែចាកចេញពីតំណែងជាស្នំឯកទៅហើយឲ្យស្រីក្មេងម្នាក់ឡើងមកជំនួសនៅពេលនោះស្នំឯកចាងមានការខឹងសម្បានិងអន់ចិត្តយ៉ាងខ្លាំងនៅក្នុងចំណោមអ្នកលេងកំ pl ែងនៅក្នុងវាំងមានបរិះលេងកំ pl ែងម្នាក់បានលងស្រឡាញ់ជាមួយនឹងស្នំឯកចាងនៅពេលឃើញស្នំឯកចាងកំពុងតែខូចចិត្តអ្នកលេងកំ pl ែងម្នាក់នោះក៏រកឱកាសនៅក្នុងការសងសឹកឲ្យស្នំឯកចាងនៅពេលដែលអន្តរិសៀវបានផ្ទុំលក់អ្នកលេងកំ pl ែងម្នាក់នោះក៏បានចូលទៅធ្វើឃាតស្ដេចអង្គនេះតែម្ដងបន្ទាប់មកស្នំឯកចាងក៏បានសោកប៉ានពួកអាមាត្យនៅក្នុងវាំងឲ្យប្រកាសថាព្រះចៅអន្តរិសៀវបានផ្ទុំហើយក៏សោយទីមង្គលទៅទី5ព្រះចៅអន្តរិសជីងចុងដែលសោយរាជនៅនគរស៊ីភាគខាងកើតលីយ៉ុនហាវត្រូវបានគេស្គាល់ថាជាអ្នកបង្កើតរាជវង្សស៊ីខាងកើតចន្លោះឆ្នាំ1038ទៅឆ្នាំ1227នៃគ្រិស្តសករាជស្ដេចអង្គនេះទទួលបានជោគជ័យខ្លាំងណាស់នៅក្នុងការបង្កើតនគរក៏ប៉ុន្តែនៅពេលដែលព្រះអង្គបានចាស់ទៅព្រះអង្គបែរជាមានភាពផ្ដាច់ការកាន់តែខ្លាំងរហូតដល់ថ្នាក់ឆ្លុះបង្វែងជាមួយនឹងស្ត្រីជាច្រើននៅក្នុងរាជវាំងសូម្បីតែគូដណ្ដឹងរបស់រាជបុត្រារបស់ខ្លួនឯងក៏ព្រះអង្គដណ្ដើមយកផងដែរយោងតាមកំណត់ត្រាប្រវត្តិសាស្ត្រស្ដេចអង្គនេះបានជួបជាមួយនឹងគូដណ្ដឹងរបស់រាជបុត្រាព្រះអង្គនៅក្នុងឆ្នាំ1048ហើយស្រាប់តែលងនឹងសម្រស់របស់គូដណ្ដឹងនោះភ្លាមព្រះអង្គបានដណ្ដើមយកគូដណ្ដឹងពីរាជបុត្រារបស់ខ្លួនឯងហើយក៏បានលើកគូដណ្ដឹងនោះទៅជាស្នំឯកនិងក្រោយមកក្លាយទៅជាអគ្គមហេសីរាជបុត្រារបស់ព្រះអង្គមានឈ្មោះថានីងលីងកើព្រះអង្គខឹងសម្បាយ៉ាងខ្លាំងក៏មិនទុកមុខឲ្យឪពុករបស់ខ្លួនផងដែរនៅយប់មួយព្រះអង្គបានលួចទៅធ្វើឃាតឪពុករបស់ខ្លួនឯងក៏ប៉ុន្តែមិនបានជោគជ័យកាត់បានត្រឹមតែច្រមុះរបស់អន្តរិសជីងចុងបើទោះបីជាអន្តរិសជីងចុងបានរស់ជីវិតពីការលួចធ្វើឃាតក៏ប៉ុន្តែរបួសនៅលើច្រមុះរបស់ព្រះអង្គធ្វើឲ្យព្រះអង្គឈឺចាប់ខ្លាំងណាស់ក្រោយមកក៏បណ្ដាលឲ្យសោយទីមង្គលតើផ្ទះរបស់លោកអ្នកកំពុងមានបញ្ហាជ្រាបទឹកមែនទេសូមកុំបារម្ភទឹកជ័រកៅស៊ូការពារជ្រាបទឹក FBCC PU 110អាចជួយលោកអ្នកបានមិនថាលោកអ្នកចង់លាបតាមបន្ទប់ទឹកតាមវ៉ែរ៉ង់ដាដំបូលខាងលើអាងស្តុកទឹកអាងហែលទឹកចំណោទទូចយន្តក្រោមដីនិងការលេចជ្រាបជាច្រើនកន្លែងផ្សេងទៀតក៏មិនជាបញ្ហាឡើយទឹកជ័រកៅស៊ូការពារជ្រាបទឹក FBCC មានសភាពស្វិតជាប់ល្អយឺតខ្លាំងដល់ 800% ហើយធន់នឹងកម្ដៅថ្ងៃធានាភាពជាប់បាន10ឆ្នាំ
ជាពិសេសផលិតផល FBCC PU110 បានធ្វើការពិសោធន៍លើគុណភាពជាក់ស្ដែងនៅសាលាតិចណូថែមទៀតផងសម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ078និង093 456 678សូមអរគុណ